មហាព្រឹត្តិការណ៍នយោបាយជប៉ុននាយករដ្ឋមន្ត្រីសានីអេតាកៃឈីប្រកាសរំលាយសភាយ៉ាងតក់ក្រហល់ដែលជារឿងដ៏កម្រមួយក្នុងប្រវត្តិសាស្ត្រជប៉ុននេះព្រឹកថ្ងៃសុក្រទី23ខែមករាឆ្នាំ2026នាយករដ្ឋមន្ត្រីជប៉ុនលោកស្រីសានីអេតាកៃឈីបានប្រកាសរំលាយសភាតំណាងរាស្ត្រជាផ្លូវការដើម្បីរៀបចំការបោះឆ្នោតសកលមុនអាណត្តិដែលនឹងប្រព្រឹត្តនៅថ្ងៃទី8ខែកុម្ភៈឆ្នាំ2026ខាងមុខនេះព្រឹត្តិការណ៍នេះត្រូវបានគេមើលឃើញថាជាការបណ្ដាក់ទុននយោបាយដ៏ធំរបស់មេដឹកនាំស្ត្រីដំបូងបង្អស់របស់ជប៉ុនរូបនេះដើម្បីស្វែងរកការគាំទ្រដោយផ្ទាល់ពីប្រជាពលរដ្ឋលើគោលនយោបាយសេដ្ឋកិច្ចនិងសន្តិសុខជាតិរបស់លោកស្រីយោងតាមប្រភពសារព័ត៌មានKyodo News ដែលបានចុះផ្សាយកាលពីថ្ងៃទី23ខែមករាឆ្នាំ2026ការរំលាយសភាលើកនេះគឺជាព្រឹត្តិការណ៍ដ៏កម្រមួយក្នុងប្រវត្តិសាស្ត្រជប៉ុនព្រោះវាជាការរំលាយសភានាដើមសម័យប្រជុំសាមញ្ញជាលើកដំបូងក្នុងរយៈពេលប្រមាណ60ឆ្នាំមកនេះគណៈរដ្ឋមន្ត្រីរបស់លោកស្រីតាកែឈីបានអនុម័តផែនការរំលាយសភាដែលមានអាសនៈសរុបចំនួន465នៅក្នុងកិច្ចប្រជុំនេះព្រឹកនេះថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីដើមសប្តាហ៍នេះលោកស្រីនាយករដ្ឋមន្ត្រីសានីអេតាកែឈីបានមានប្រសាសន៍យ៉ាងម៉ឺងម៉ាត់ថាតើសានីអេតាកែឈីស័ក្តិសមនឹងធ្វើជានាយករដ្ឋមន្ត្រីដែរឬទេខ្ញុំចង់ឲ្យប្រជាជនជាអ្នកសម្រេចខ្ញុំកំពុងយកអនាគតនយោបាយរបស់ខ្ញុំមកដាក់លើតុដើម្បីសួរប្រជាជនដោយផ្ទាល់ថាតើពួកគេអាចទុកចិត្តលើការដឹកនាំប្រទេសរបស់ខ្ញុំដែរឬទេការបោះឆ្នោតដែលនឹងមកដល់ក្នុងរយៈពេលតែ16ថ្ងៃបន្ទាប់ពីការរំលាយសភានេះដែលជាពេលវេលាដ៏ខ្លីបំផុតនឹងក្លាយជាការតស៊ូរវាងប្លុកអំណាចពីរធំៗនៅក្នុងប្រទេសជប៉ុនដូចជាប្លុកអំណាចទី1គឺរដ្ឋាភិបាលបច្ចុប្បន្នដែលសម្ព័ន្ធភាពរវាងគណៈបក្សសេរីប្រជាធិបតេយ្យ LDP និងគណៈបកនវានុវត្តន៍ជប៉ុន Japan Innovation Party GIP ប្លុកអំណាចទី2គឺប្លុកភាគីប្រឆាំងដែលមានសម្ព័ន្ធភាពកណ្ដាលនិយមថ្មីដែលមានឈ្មោះថា Century Reform Alliance ដឹកនាំដោយគណៈបកប្រជាធិបតេយ្យធម្មនុញ្ញ CDP និងគណៈបកគីមេតូដែលជាអតីតសម្ព័ន្ធមិត្តចាស់របស់គណៈបកសេរីប្រជាធិបតេយ្យ LDP អស់រយៈពេល26ឆ្នាំយោងតាមសារព័ត៌មាន The Guardian ចុះផ្សាយកាលពីថ្ងៃទី19ខែមករាឆ្នាំ2026ដឹងថាបញ្ហាសេដ្ឋកិច្ចជាពិសេសការគ្រប់គ្រងអតិផរណានឹងក្លាយជាប្រធានបទក្តៅបំផុតលោកស្រីតាកែឈីបានសន្យាថានឹងផ្អាកការយកពន្ធលើការប្រើប្រាស់ Consumption Tax លើទំនិញប្រភេទអាហារក្នុងកម្រិត 8% រយៈពេល2ឆ្នាំដើម្បីសម្រាលបន្ទុកជីវភាពប្រជាជនទោះជាយ៉ាងណាការសម្រេចចិត្តនេះបានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់បកប្រឆាំងលោកជុនអាស៊ូមីអគ្គលេខាធិការនៃគណៈបក CDP បានលើកឡើងថាការរំលាយសភានៅពេលនេះគឺជាការលះបង់ជីវភាពប្រជាជនដើម្បីផលប្រយោជន៍នយោបាយវាធ្វើឲ្យរាំងស្ទះដល់ការអនុម័តកញ្ចប់ថវិកាឆ្នាំ2026ដែលមានតម្លៃរហូតដល់ទៅប្រហែលជា$770,000 លានដែលត្រូវចាប់ផ្ដើមប្រើប្រាស់នៅខែមេសាខាងមុខយោងតាមការវិភាគរបស់សារព័ត៌មាន Time Magazine កាលពីថ្ងៃទី15ខែមករាឆ្នាំ2026ការបោះឆ្នោតនេះក៏នឹងកំណត់ទិសដៅនយោបាយការបរទេសរបស់ជប៉ុនផងដែរជាពិសេសក្នុងទំនាក់ទំនងជាមួយប្រទេសចិនព្រោះកន្លងមកលោកស្រីតាកែឈីធ្លាប់បង្ហាញជំហរដ៏តឹងរ៉ឹងលើបញ្ហាកោះតៃវ៉ាន់ខ្ញុំតារាពី All News TV